បងប្អូនទាំងអស់គ្នានេះបងប្អូនឃើញពីក្បាលវីដេអូស្រាប់ហើយចង់និយាយថាមិនថាមនុស្សឬសត្វវាមានពេលវេលាដែលវាត្រូវត្រឡប់ទៅវិញអញ្ចឹងអានេះគឺជាភាពសុបាយពេលដែលវានៅរស់គេលេងជាមួយបងគេចាហើយឥឡូវនេះក៏គ្នាបានស្លាប់ហើយដោយសារតែមនុស្សចាដេរឆានចិត្តមិនដឹងជាចិត្តសាងពីអីព្រោះខ្ញុំធ្លាប់ឮសូរអាសានិយាយដែរថាគេនឹងដាក់ថ្នាំឲ្យសម្រាប់សត្វអញ្ចឹងណាសម្រាប់ឆ្មាអញ្ចឹងណាស្លាប់ប្រហែលថ្ងៃមុននោះស្លាប់មួយដែរហើយបែកពពុះមាត់ស្លាប់ហើយម្លងប្រហែលថ្ងៃខ្ញុំអត់នៅផ្ទះនោះអត់នៅផ្ទះមួយល្ងាចហ្នឹងឡប់មកវិញឃើញវាពុលអញ្ចឹងដែរខ្ញុំក៏ព្យាយាមព្យាបាលព្យាយាមជួយសពគ្រប់បែបប៉ុន្តែនៅតែជួយអត់បានដោយសារតែថ្នាំប្រភេទវាដាក់ហ្នឹងប្រភេទមនុស្សដែលដាក់ថ្នាំឲ្យសត្វឲ្យឆ្មាខ្ញុំស្លាប់ហ្នឹងគឺជាប្រភេទថ្នាំកដោស៊ីទៅលលួយគ្រឿងក្នុងស្លាប់អញ្ចឹងណាអញ្ចឹងខ្ញុំអត់អាចជួយវាបានហើយអញ្ចឹងថាខ្ញុំអាណិតចង់និយាយថាឆ្មានេះវាកំសត់តាំងពីទូចវាកើតមកមិនដឹងជាម្ដាយពុកវាណាហើយមិនដឹងថាយ៉ាងម៉េចគេយកមកប្រោះចោលអញ្ចឹងណាបងប្អូនចាគេយកមកបោះបង់ចោលយកមកចោលនៅគៀនផ្ទះខ្ញុំដោយសារតែគេដឹងថាយើងស្រឡាញ់សត្វអញ្ចឹងណាយើងអត់ដឹងថាវាមកពីណាទេហើយមកតវងដូចបងប្អូនឃើញអញ្ចឹងក្បាលពោះឡងប៉ោងហើយឈឺទៀតខ្យល់ពេញពោះច្បាច់ទៅព្រួកខ្ញុំព្យាបាលវាមរំតបានតែវាជាហើយមរំបានធំហើយដូចខ្ញុំទៅខេត្តអីចឹងខ្ញុំយកទៅតាមជាមួយចឹងទៅហើយដូចថ្ងៃហ្នឹងចឹងទៅតាមមួយល្ងាចឡប់មកវិញចាវាសម្រាប់ឆ្មាខ្ញុំតើបានចាំថាមនុស្សចិត្តមិនធ្លាប់ស្រឡាញ់សត្វមិនមានចិត្តបុណ្យចិត្តធម៌នៅក្នុងខ្លួនណាស្អីក៏ហ៊ានធ្វើដែរហើយឆ្មាខ្ញុំប្រាប់បងប្អូនមួយចាឆ្មាគឺបាបបំផុតបើសិនអ្នកនោះវាយឬមួយក៏ធ្វើបាបវាអីចឹងគឺកម្មពៀមានលឿនណាចាអញ្ចឹងដូចនេះចឹងវាធ្វើបាបចឹងទៅវាដាក់ថ្នាំដាក់អីសម្រាប់ចឹងទៅបានសម្រេចផងវាចឹងដល់ឃើញឆ្មាយើងស្លាប់នៅចឹងគេរៀងសុបាយចិត្តគេញឹមញែមចឹងណាព្រោះដោយសារតាឆ្មានៅផ្ទះកន្លែងណាដែលកក្រិចផ្ទះណាកក្រិចផ្ទះណាធំក្លិនឆ្អាបឆ្អុយគឺវាទៅជុះអាចនៅហ្នឹងហើយចាដល់ពេលវាទៅជុះអាចជុះអីនៅនោមនៅហ្នឹងចឹងទៅវាខឹងចាវាខឹងចឹងទៅវាព្យាយាមឃើញយើងនិយាយនៅគៀននឹងនៅគួយលេងក្បែរផ្ទះអីចឹងវានិយាយថាវាចាំនឹងយកថ្នាំយកមកដាក់សម្លាប់ដាក់អីចឹងណាដល់ពេលចុងក្រោយក៏ស្លាប់ទៅហើយខ្ញុំក៏ណិតសត្វដែលយើងស្រឡាញ់ដូចជាកូនយើងហៅវាកូនយើងមានចំណីចំណុកយើងឲ្យវាញ៉ាំយើងងូតទឹកវារៀងរាល់ថ្ងៃហើយព្យាបាលវាអស់ពីចិត្តអីចឹងណាដល់ពេលឥឡូវយើងក៏វាស្លាប់ទៅហើយយើងគិតថាវាអស់កម្មពៀមកយើងហើយអ្នកណាដែលសាងពើអាក្រក់ជាមួយឆ្មារបស់ខ្ញុំនឹងឲ្យអ្នកឯងទទួលចោះអ្នកឯងធ្វើបាបសត្វចាហើយខ្ញុំក៏នឹកឃើញថាយើងអត់ដឹងថាយកទៅណាយើងនឹកឃើញថាយើងស្រឡាញ់វាខ្ញុំក៏នឹកឃើញថាកធុងសល់មួយធុងធំដែរហើយវាក៏មិនទៅធំណាស់ណាដែរអញ្ចឹងក៏ខ្ញុំដាក់ដីទៅទិញដីមកដាក់ដីនៅក្នុងនឹងទាំងទៅហើយខ្ញុំក៏កប់វានៅក្នុងនឹងខ្ញុំដាំដើមរាសីហើយជាមួយនឹងដើមល្មៀតសនៅនឹងអញ្ចឹងណាអញ្ចឹងទៅក៏ដាក់កប់នឹងទៅដើម្បីវានៅក្បែរយើងចាក់ទឹកចាក់អីទៅអារម្មណ៍អ្នកដែលអត់ស្រឡាញ់សត្វជាមួយអ្នកស្រឡាញ់សត្វខុសគ្នាបងប្អូនអ្នកដែលស្រឡាញ់សត្វណាមើលរូបភាពនេះហើយក្តុកក្តួលមានអារម្មណ៍ថាពិបាកមានអារម្មណ៍ថាអាណិតខ្លាំងតែបើអ្នកអត់ស្រឡាញ់សត្វមើលហើយមានអារម្មណ៍ថាចង់សើចគឺខុសគ្នាបងប្អូនចាអញ្ចឹងខ្ញុំក៏ប្រាប់ទៅបងប្អូនថារៀងរាល់សត្វមិនថាឆ្មាមិនថាឆ្កែមិនថាសពសត្វទាំងអស់វាសត្វតែវាមានវិញ្ញាណដ៏ល្អវាមានបញ្ញាវាមានក្តីស្រឡាញ់សម្រាប់យើងទាំងអស់គ្នាឲ្យតែយើងផ្ដល់ក្តីស្រឡាញ់ទៅឲ្យវាក៏ផ្ដល់ក្តីស្រឡាញ់ឲ្យយើងវាក៏ជូនពរឲ្យយើងដែរចាហើយបើអ្នកសម្លាប់អ្នកធ្វើបាបពួកវាបើជាពិសេសឆ្មាអ្នកនឹងបាបខ្លាំងណាស់ចាវីដេអូខ្ញុំយើងវែងតិចបងប្អូនព្រោះដោយសារតែខ្ញុំធ្វើវាឲ្យអស់តែម្ដងព្រោះដោយសារតែអាណិតវាស្រឡាញ់វាចា